បាទជំរាបសួរពុកម៉ែបងប្អូនខ្មែរយើងទាំងអស់ជាទីនៅរលឹកថ្ងៃនេះសូមធ្វើវីដេអូឃ្លីបខ្លីមួយទៀតតាក់ទងជាមួយនឹងគុណភាពកីឡាករបាទគុណខ្មែររបស់យើងដែលបងប្អូនបានឆាត់សួរថាកីឡាកររបស់យើងមិនក៏ចេញទៅក្រៅស្រុកមិនសូវជោគជ័យហើយហេតុអីបានជាយើងឆាប់អស់បាទវាយអត់ពេញទឹកហេតុអីបានកីឡាករបរទេសគេធ្វើគេមានកម្លាំងស៊ូពេញលេងល្អម្លេះហើយសិទ្ធិភាពរបស់គេធ្វើបានល្អជាងយើងម្លេះតើយើងគួរធ្វើបែបម៉េចដើម្បីឲ្យមានគុណភាពទៅតតាំងជាមួយកីឡាករទាំងក្នុងនិងក្រៅស្រុកបានឲ្យមានហៅថាភាពហាក់ប្រហែលគ្នាឬក៏អាចស្មើភាពគ្នានៅលើសេវៀនបាទប្រិមិត្តថ្ងៃនេះខ្ញុំសូមឆ្លើយសំណួរនេះជូនបងប្អូនដែលមានចម្ងល់ថាហេតុអីកីឡាករវាយឆាប់អស់វាយឆាប់ហត់វាយមិនសូវជោគជ័យជាពិសេសទៅក្រៅស្រុកជាកុំភ្លេចណាបាទយើងជួបគ្នាខ្លីៗបានដែរជួបវិញពេកបងប្អូនបាទស្ដាប់អញ្ចឹងការយល់ឃើញរបស់ខ្ញុំនឹងបកស្រាយទៅតាមអ្វីដែលខ្ញុំដឹងនិងយល់ឃើញតាមបទពិសោធន៍ណាបាទមុននឹងទៅស្ដាប់ការបកស្រាយកុំភ្លេចលើកទឹកចិត្តដោយការចុចបេះដូងចុច Subscribe ចុច Share ណាចុចមេដៃចុច comment ម្នាក់មួយហ្នឹងមកហើយដើម្បីឲ្យបងប្អូនយើងគាត់បានដឹងផងអូខេបាទមូលហេតុចម្បងសម្រាប់កីឡាករដែលតាក់ទងជាមួយនឹងកម្លាំងនិយាយពីកម្លាំងស៊ូមូលដ្ឋានគ្រឹះនៃកម្លាំងស៊ូគឺការហ្វឹកហាត់បាទការហ្វឹកហាត់ដិតដល់ឬក៏មិនដិតដល់បាទកីឡាករហាត់អស់ពីលទ្ធភាពអត់របៀបរបបហ្វឹកហាត់មានកម្រិតស្តង់ដារឬអត់ហ្នឹងសំខាន់ណាបាទកម្លាំងនេះហើយដែលធ្វើឲ្យយើងមានភាពជឿជាក់មានអ្វីច្រើនតែចម្បងបំផុតគឺអីគេគឺសុខភាពកីឡាករត្រូវមានសុខភាពពេញបរិបូរណ៍ទី2ត្រូវហ្វឹកហាត់ឲ្យបានពេញលេញមិនពេញលេញតែមាត់តែហាត់មួយថ្ងៃហាត់លេះលោះតែ1ម៉ោងកន្លះម៉ោងរត់ហើយវាយស៊ីបវាយសាក់តិចតួចតែជប់ហាត់អត់បាទអញ្ចឹងទី3កីឡាករនៅស្រុកយើងរបៀបហាត់របៀបអីវាអត់ទាន់មានកម្រិតជាអាជីពច្បាស់លាស់បាទនេះគឺជាកត្តាចម្បងគោលដែលធ្វើឲ្យកីឡាករយើងឡើងអត់ដល់កម្រិតកំពូលឬក៏ទទួលមិនសូវជាទទួលជោគជ័យនៅពេលដែលចេញទៅប្រកួតជាមួយកីឡាករក្រៅស្រុកបងប្អូនតែចាំថាកីឡាករដែលវាយនៅក្រៅស្រុកភាគច្រើនណាដែលវាយសេរីបានណាគឺចេញតែពីក្លឹបបដាលមកពីប្រទេសសៀមឯងបាទគឺមួយថៃហ្នឹងឯងគាត់ហាត់នៅប្រទេសសៀមព្រោះសៀមគេមានកន្លែងហាត់ច្រើននៅលើពិភពលោកនេះសឹងតែមានសិក្សាស្ទើរទៅគ្រប់កន្លែងគ្រប់ប្រទេសអស់មានក្លឹបមួយថៃដូច្នេះពីច្រើនគឺមូលដ្ឋានគឺសេរីគេមកគឺមកពីខាងមួយថៃបាទមួយថៃគឺគេដឹងស្រាប់ហើយថាគេមានកម្រិតជាអាជីពហើយលក្ខណៈគេមានតាំងពីបឋមរហូតដល់បណ្ឌិតបាទ Master នោះហ្នឹងគឺមួយថៃមកគេណាអញ្ចឹងយើងគេមកតាមផ្លូវទៅតាមច្បាប់គេរៀនយល់ដឹងពីភាពជាអាជីពហើយដល់ពេលយើងនេះរៀនយល់ដឹងពីរៀនតាមគ្នាហើយហ្វឹកហាត់តាមលទ្ធភាពដែលខ្លួនឯងមានតម្រូវការទីផ្សារក្នុងស្រុកអញ្ចឹងវាមិនផ្លាយទេក្នុងការទៅប្រកួតជាមួយកីឡាករអាជីពនៅក្រៅស្រុកដែលមិនសូវបានទទួលការជោគជ័យដោយសារយើងមានកង្វះខាតមូលដ្ឋាននៃការហ្វឹកហាត់ភាពជាអាជីពវាអត់បានយល់ដឹងស៊ីជម្រៅទេបាទហើយសំខាន់មួយទៀតដែលវាយនៅក្រៅប្រទេសភាគច្រើនយើងវាយនៅក្រោមលក្ខខណ្ឌមួយថៃមិនមែនលក្ខខណ្ឌគុណខ្មែរទេបងប្អូនខ្លះច្រឡំថាគុណខ្មែរកីឡាករយើងទៅវាយនៅក្រៅប្រទេសសឹងតែទាំងអស់បាទសិតតែជ្រោកក្រោមជ្រោកក្រោមលក្ខខណ្ឌរបស់មួយថៃទោះបីជាមាន sponsor មានអីទៅផ្លាកសង្វៀនទៅដូចគេនឹងដែរគឺយើងត្រូវសហការជាមួយគេនឹងដាក់បន្ទុកគ្រូឬគឺអ្នករៀនយល់ដឹងព្រោះយើងអត់មានលទ្ធភាពយកចៅក្រមទៅដាក់បន្ទុកខ្លួនឯងយើងលទ្ធភាពធ្វើកម្មវិធីខ្លួនឯងបាន 100% ទេបាទអញ្ចឹងនេះជាឧបសគ្គមួយទៀតអញ្ចឹងស្រុកគេអត់ដាក់បន្ទុកដូចយើងទេបាទគេដាក់គេមានគោលដៅច្បាស់លាស់ក្នុងការដាក់បន្ទុកអត់សពេចស្ពល់ដូចយើងបាទយើងនៅសពេចស្ពល់នៅទាញចុះទាញឡើងបាទកីឡាចៅក្រម5រូបហើយនៅមិនដាច់ស្រេចទេនៅមានចៅក្រមក្រមួយទៀតសម្រាប់លទ្ធផលបាទដឹងហើយបងប្អូនឃើញទេមានរឿងចេះចប់ដែលស្អីថា13នាក់គេ13នាក់យើងដល់15នាក់យើងរកច្បាស់លាស់មិនចង់បានទេណាឃើញទេបាទអញ្ចឹងវានៅប្រឡំសិតតែដោយសារយើងមិនមែនភាពជាអាជីពអញ្ចឹង
ភាពឡូសិកវាអត់មានដល់កម្រិតហើយមួយទៀតជារួមគុណភាពកីឡាករស្រុកយើងគឺនៅមានកម្រិតនិយាយច្បាស់ហ្មងបាទមានកម្រិតទោះបីយើងឃើញថានៅកម្មវិធីធំៗស្រុកខ្មែរចាប់ផ្ដើមមានឲ្យរង្វាន់ច្រើនក៏ដោយតែប្រព័ន្ធចាប់គូក្តីរចនាសម្ព័ន្ធបែបបត់ធ្វើការលក្ខន្តិកៈនៅមានកម្រិតទៅឡើយយើងនៅរកភាពច្បាស់លាស់ដើមឬមិនទាន់ឃើញនៅឡើយទេដូច្នេះនេះគឺជាឧបសគ្គចម្បងអញ្ចឹងធ្វើម៉េចបានឲ្យកីឡាករយើងអាចខ្លាំងបានបាទឲ្យកីឡាករយើងឆាប់មានសមត្ថភាពទៅប្រកួតនៅក្រៅប្រទេសត្រូវកែប្រព័ន្ធចាប់គូកែលក្ខន្តិកៈមួយចំនួនបាទយើងដឹងហើយថ្ងៃយើងចាប់គូរបៀបបាក់ពួករបៀបគ្នារបៀបប្រើរូបភាព GBA ដើម្បីតាក់ទាញកីឡាករយកទៅប្រកួតក្នុងកម្មវិធីណាមួយដាច់ចលែកឲ្យទៅប្រកួតនៅកន្លែងផ្សេងដាក់ប្រាក់រង្វាន់ធំដើម្បីអូសទាញទឹកចិត្តក្លឹបកីឡាករមួយចំនួនដែរមានគេឈ្មោះហ្នឹងឲ្យទៅប្រកួតនៅកម្មវិធីរបស់ខ្លួននេះគឺជារឿងមួយដែលយើងមើលទៅវាមានភាពអនាធិបតេយ្យខ្លាំងរហូតដល់លែងមានគេថាបែបបត់ណាមួយនៅគិតជើឲ្យនៅខាងក្រោមលំអានសហព័ន្ធឲ្យបានច្បាស់លាស់ឲ្យវាមានតម្លាភាពទាំងក្លឹបតូចក្លឹបធំកម្មវិធីណានានានឹងត្រូវតែសហការគ្នាយើងអត់ទាន់មានភាពជាធ្លុងមួយឡើយទេអញ្ចឹងដូរប្រព័ន្ធចាប់គូពីកម្រិតតម្លៃខ្លួននិងសមត្ថភាពកីឡាករត្រូវតែឡើងចុះទៅតាមសមត្ថភាពហើយកម្រិតគូរបស់កីឡាករត្រូវតែឡើងចុះទៅតាមការប្រកួតដែរមិនបានឡើងវាយឯងឲ្យគូឯងរហូតមួយជីវិតទេចាត់ធ្វើអញ្ចឹងឯងកីឡាករតែប្រកួតចាញ់តែប្រកួតឬពីរប្រកួតទៅធ្លាក់ credit ដែរបាទបងប្អូនត្រូវចេះមើលអញ្ចឹងដល់ពេលដែលកីឡាករធ្លាក់ credit កីឡាករនឹងភ័យខ្លួនឯងនឹងប្រឹងប្រែងហ្វឹកហាត់មកវិញដើម្បីឡើងទៅគូឯងវិញបាទដើម្បីឡើងទៅវាយឈើនៅដល់គូឯងនឹងឲ្យត្រូវដុសខាត់សមត្ថភាពខ្លួនឯងទៅឈ្នះអ្នកខ្លាំងបន្តទៀតបានតម្លៃខ្លួនវា double ដោយរត់ថាំងឥឡូវនេះគឺជាកីឡាករមួយថៃអាចថាដែលមានតម្លៃខ្លួនថ្លៃជាងគេជាវត្តសាសហើយបាទដល់ទៅ10លានបាតបាទគឺថ្លៃខ្លាំងណាស់មុននោះផងលោកឆាត្រីខាងម្ចាស់វ័នក៏គេវាយទីផ្សារខ្លាំងណាស់បាទតាក់ទាញកីឡាករល្អៗសុខសៀមសឹងទៅទាំងអស់ហើយបាទក្លឹបធំឥឡូវដូច្នេះវាជាកត្តារួមផ្សំហើយសេដ្ឋកិច្ចក៏ផងហើយនឹងភាពជាអាជីពនឹងផងកីឡាករត្រូវរៀនយល់ដឹងទៀតមុននឹងឡើងប្រកួតកីឡាករទាំងអស់មិនត្រឹមតែហ្វឹកហាត់ក្បាច់ក្បួនតែមួយមុខទេកីឡាទាំងអស់ត្រូវតែរៀនពីទ្រឹស្ដីទៀតបាទរៀនទ្រឹស្ដីចេះទៀតបានអាចទៅឡើងប្រកួតបានហើយយើងមានណាមកមួយខែពីរខែបានវាយនេះនេះគឺជាអ្វីដែលខ្វះខាតដោយសារប្រវត្តិកីឡាករដោយសារតម្រូវការទីផ្សារផងអញ្ចឹងវានៅខ្វះច្រើនអញ្ចឹងធ្វើម៉េចឲ្យខ្លាំងទី1កីឡាករត្រូវហ្វឹកហាត់ឲ្យពេញលេញហើយត្រូវតែប៉ះអ្នកខ្លាំងហើយខ្លាំងហ្នឹងសមត្ថភាពដើម្បីជំរុញឲ្យគាត់ក្នុងការប្រយុទ្ធនឹងឲ្យវាមានភាពស្វាហាប់ដោយមិនបាច់ចាំហត់មាត់គ្រូគឺត្រូវតែដូរពីការចាប់គូហ្នឹងត្រូវតែដូរអិរិយាបថនៃការចាប់គូឲ្យវាមានសមស្របទៅតាមតម្លៃខ្លួនគូឯកប៉ុណ្ណេះតម្លៃខ្លួនគូរងប៉ុណ្ណេះតម្លៃខ្លួនគូបន្តប៉ុណ្ណេះអញ្ចឹងតម្រាំនឹងធ្វើដំណើរទៅដល់គូឯកគូទី5បានត្រូវឆ្លងកាត់អ្នកខ្លាំងតាមកម្រិតនីមួយៗឲ្យដល់សិនបាទអញ្ចឹងក្នុងប្រភេទទម្ងន់នីមួយៗសមានអ្នកខ្លាំងប្រចាំប្រភេទមួយបាទដូចអញ្ចឹងត្រូវតែអ្នកខ្លាំងប៉ះខ្លាំងបដិញប្រកាត់គ្នាទៅហើយបានយើងអាចឡើងទៅដល់គូឯកអញ្ចឹងតម្លៃខ្លួនគូឯកទី5យើងតម្កល់ត្រឹមថា$1,500អូខេគូឯកទីហោណាអញ្ចឹងអ្នកឯងធ្លាក់ពីគូឯកមកគូ4សល់1000គូរើគូឯកឃើញទេអញ្ចឹងធ្វើម៉េចបើអ្នកឯងមិនចង់បានលុយ1000គេខ្លួនឯងទៅវាយឈ្នះអញ្ចឹងបានឈើលើឯកហ្នឹងអាចនឹង10លុយដល់ការពារតម្លៃជាងឯងហ្នឹង1000ទៀតឡើង3000ឃើញទេការពារឡើងទៀតឡើង4500អញ្ចឹងទៅឬក៏5000អញ្ចឹងទៅអញ្ចឹងបើធ្លាក់គូឯកធ្លាក់មកប្រកួតពីប្រកួតគាត់នឹងត្រូវចុះមកវាយគូរងគូឯកមកសល់1000នឹងបាត់ឃើញទេហើយធ្លាក់គូរងទៀតតែវាយចាញ់អាកម្រិតរងនឹងទៀតគឺធ្លាក់មកគូ3សល់500លោកហ៊ុនសាក់ពិចារណាមើលតើបែបហ្នឹងគឺល្អអត់គូធ្វើអត់បើដូចរងថ្ងៃកីឡាករដេកអេសពោះហ្នឹងស៊ីសេះលេងដៃមានឈ្មោះវាយដឹងតែគេរៀបចំឲ្យមួយខែមកប្រកួតឬ2ប្រកួតបាត់ហើយហ្នឹងអញ្ចឹងតម្លៃខ្លួនអត់ក្រោម3ទៅ5000ហើយហ្នឹង
chân không bằng để hát để hay chăm tầm mưa ta khi chăm cu kia run chung máu cái lá con đi mau ô ok mưa tới tầm đó ai che ban số là ok từ từ mưa tầm đó ta mưa tầm mình sư số thế bạn cho xin thế ở từตัวrồi có thản chạy thải cho sọc của phê phải chẳng thấy bố khoát đăng tầm miên bậc cú hay sao đây này con chắp cú ní chắp cú là biết trơ cái là cò mẹ chắp cú đầm bay ở cái là có bằng tay hạt đầm bay kia tự dục không niềm gì đặc cái lá đấy trong thử tại đâu anh chỉnh là tại đâu bàn những gì đưa mùi tiết đó còn này còn can được làm bao nhóm mình hoặc của dương thư ca ở ấy thư ca tan tầm lọt đây mưa khi từ mình tầm màu và chính là phép chỉ chip nông môi cả phật hạnh pi con chắp cú ní bay sát trong là miền cả ta sầm khăn sầm hẹp ao ở cái là con miền phép chùm rinh luôn ai đại luôn này bạch trăm hot cú hai mà hạt này và là con sọc dưới còn lớn đến ba trăm bát oi cho là bay hái cú vậy lên trong xe đạp ấy nó mày thả dưới ngã mưa đấy mà là có khác là bay một tuần là bay ấy rồi phép slow đó mà hai chung guitar mấy có ba đầu là bay tích chập vào đâu thì chi thì sau đây guitar thì chập vào đâu bây giờ nên cười like chi to mỗi fan anh ấy nhé hay bắt thấy chứ là có khác ban là bay từ cái ao lưới fly luôn fly những tới từ lên những đi vô đừng là tu ai bằng trên bằngจะรับ tu ai những cái ai khoa mù than cứ này cà riêng nữa từ đây sở thọ hayผมmuốn đừng riêng bạch quân thời riêng từ đây sân việt chân ta về nâng mình đang tham gia con ban tiếp trong hai nơi ông pi từ đây này ca hát cùng khải muốn đừng châu hát bạch quân thời riêng từ đây hay bạn nói từ an vọt hát bạch quân thì mê riêng thì mùi mê thì bay được buồn anh nắng nhưng thử thưa nắng muốn ở tranh chỉ rụp riêng hái thử vì phía xa cục club tầng óc đại miền vọt tầm miền nó đại chỉ cục club đại miền xa đây nó đừng chắp từ cha đài quạt miền xa đáy đừng miền cài độ đăng xì dùm rờ thằng này bị sảy nó bàn đồ mắt chia ở là rực muối xem đẹp hàng xả có hơi nó chay từ cục club miền bò chỉ bị xả mai phong bị xả bò tê ông lê chẳng tới đầm bấy chay chun con bò tê kì mười phò anh nó mà sân mà rượu họ rượu một tiết cứ bị thi thoại một công cru con cru này nhưng thử miên đôi chứ nhỉ mua ai miên bài bọt bài na thấy miên thằng video miên đang sập hở thì chay nhà sẽ ba miênประมาณ tập hết miên ประมาณ buôn người ta xoay công cru vì tụi biết tay luôn có thử miên này miên tay luôn này sầm may na hai dừng rước dược sầm may na muối này không nó khá đau dược ơi update mà chia sầm may thay bảo dừng anh nó có thời tiết ta pinนี่ยังធ្វើអីឥឡូវនឹងយើងកំពុងធ្វើអីអានេះយើងសួរវិញបងប្អូនមើលទៅឃើញនៅទិដ្ឋភាពរបស់ឯងគេធ្វើអីណាអញ្ចឹងវានៅមានរឿងច្រើនទៀតពីក្រោយក្នុងការដុសខាត់សមត្ថភាពកីឡាករក៏ដូចជាបទពិសោធន៍ផ្សេងនឹងត្រូវទៅប៉ះមួយបទទេសម្រាប់ខ្ញុំយល់ថាมันបាច់ទាន់បខំនាំកីឡាករទៅបង្កើតព្រឹត្តិការណ៍ធំនៅក្រៅប្រទេសទេដរាបណាយើងអត់ទាន់មានធនធានពិតប្រាកដនិងច្បាស់លាស់ធនធានថ្ងៃយើងក៏វិញក៏បាននៅឡើយទេកីឡាករមានមិនប្រមាណអ្នកប៉ុណ្ណឹងតែក្នុងស្រុកគាត់គុំសង្វៀនមិនគ្រប់ផងបាទយើងនិយាយឲ្យចំតែហ្មងទៅអញ្ចឹងសម្រាប់ខ្ញុំយល់ថាមិនចាំបាច់បញ្ញាប់ពេកទេក្នុងការទៅធ្វើកម្មវិធីនៅក្រៅប្រទេសក្នុងន័យពាក្យថាផ្សព្វផ្សាយគុណខ្មែរបើយើងអត់មានរបស់ល្អក្នុងទៅផ្សព្វផ្សាយដូចទៅឲ្យគេមើលគេពេកជ្រាយអញ្ចឹងណាទី1យើងអត់ទាន់មានកីឡាករធនធានត្រឹមត្រូវច្បាស់លាស់ជាអាជីពទី2យើងអត់ទាន់មានលទ្ធភាពបង្កើតកម្មវិធីដោយខ្លួនឯងទី3យើងអត់ទាន់មានលទ្ធភាពទៅបើកក្លឹបនៅក្រៅប្រទេសឲ្យមានកីឡាករគេហាត់យល់ដឹងពីគុណខ្មែរយើងផងហ្នឹងយើងរកកីឡាករពីណាមកប្រកួតក្នុងកម្មវិធីយើងបានមិនអញ្ចឹងហេតុអីបានគេអត់ខ្វះកីឡាករបរទេសប្រទេសជិតខាងយើងមកពីក្លឹបគេមានស្គប់កន្លែងហើយដើម្បីបើកក្លឹបបានត្រូវតែមានសភៅគុណហ្នឹងដែលមានជាភាសាបរទេសផងភាសាខ្មែរផងហ្នឹងទាំងវិធីថ្វាយបង្គំគ្រូទាំងវិធីតែងខ្លួនទាំងស្នៀតគុណហ្នឹងត្រូវតែមានជាផ្លូវការតែពេលដែលមានហើយអានឹងបរទេសគេយកទៅមើលទៅគេរៀនបានដែរបាទគេចាប់ដាក់អនុវត្តនៅរៀនទ្រឹស្ដីចប់ក្នុងនាមជាអ្នកគុណនិយមត្រូវមានចេះសិលធម៌គុណធម៌គេគោរពចេះអីស្អីគ្នាទៅវិញទៅមកណាកីឡាជាមិត្តភាពស្អីអានឹងសិតតែនៅក្នុងទ្រឹស្ដីហាត់គុណមុនចូលហាត់វិជ្ជាគុណតើយើងបានធ្វើហើយនៅអាហ្នឹងដែលយើងត្រូវសួរហើយត្រូវជជែកគ្នាមុននឹងគិតថានាំគុណខ្មែរទៅក្រៅប្រទេសយើងមានរបស់ល្អទៅផ្សាយនោះជារឿងល្អហើយតែបើយើងអត់មានរបស់ល្អអត់ទាន់ច្បាស់លាស់ខ្លួនឯងផងហើយយើងថាទៅផ្សាយមានន័យថាដូចយើងយកទៅ
hay là cây chào cả đã không ai bị không ai dừng á ní chỉการอยู่คืนมาខ្ញុំមិនសូមពុកម៉ែបងប្អូនកុំកាន់ទូអូដំណើរអីអានេះគ្រាន់តែការอยู่คืนមុំមួយនៃពលរដ្ឋនៃអ្នកគ្រប់គ្រងដូចជាហេងសារ៉េតនេះអ្នកគ្រប់គ្រងដែលចេះតែគិតថាវាមិនមែនជារបស់ណាម្នាក់ទេជារបស់ខ្មែរយើងទាំងអស់គ្នាអញ្ចឹងបានចេះជឿឆ្អាតទៅបាទខុសត្រូវបងប្អូនណាពេញចិត្តមិនពេញចិត្តជារឿងបងប្អូនទៅហើយការបញ្ចេញមុខយោបល់នេះខ្ញុំគ្មានបានប្រយោជន៍អីពីអស់លោកទាំងអស់គ្នានឹងដែរបាទគាត់មើលក៏មើលអត់ទៅបាទគាត់ថានេះមេតិការបស់ខ្ញុំនៅក្នុង channel របស់ខ្ញុំជាប៉ុស្តិ៍សិតរបស់ខ្ញុំហ្នឹងចេះតែចែកម្លែកទៅព្រោះត្រូវចាំថាខ្ញុំគ្មាន BA ខ្ញុំគ្មានអ្នកឧបត្ថម្ភខ្ញុំមានអីទាំងអស់ខ្ញុំមានតែឆន្ទៈនៅក្នុងការចង់ឃើញគុណខ្មែររីកចម្រើនពិតប្រាកដតែប៉ុណ្ណឹងអញ្ចឹងបងប្អូនប្រិយមិត្តទាំងអស់បងប្អូននៅក្នុងស្រុកក្រៅស្រុកយល់ពីបំណងរបស់ខ្ញុំបងប្អូនអាចនឹងយល់ដែរតែបើថាមិនយល់ក៏មិនអីដែរសូមថាម្យ៉ាងនេះសូមកុំ comment ពាក្យអសរោះអសិលធម៌ជីមឹងអាមឹងគ្នាក្នុងហ្នឹងទាំង channel page ទាំង Facebook ទាំង YouTube នេះគឺជាគោលការណ៍បញ្ញត្តិរបស់ខ្ញុំថា fan ហេងសេរីត្រូវតែសុភាពត្រូវតែ slot boat ត្រូវតែមានសិលធម៌គុណធម៌ជាខ្មែរពិតប្រាកដអត់អាមឹងក្មេងយូកូនហ្គេងនៅក្នុងនឹងបានទេបាទបើថាពេញចិត្តកុំចុច subscribe បើថាយល់ថាមានវីដេអូនោះមានប្រយោជន៍ subscribe ហើយស្ដាប់ link នេះដើម្បីកំដរការអបសុខបាទអញ្ចឹងផ្ញើវីដេអូនេះទៅបងប្អូនខ្មែរទាំងអស់គ្នាខ្មែរក្នុងស្រុកខ្មែរក្រៅស្រុកខ្មែរណាក៏បានឲ្យតែមានបេះដូងស្រឡាញ់ខ្មែរស្រឡាញ់កីឡាខ្មែរពិតប្រាកដស្រឡាញ់ហេងសេរីពិតប្រាកដយើងអាចរាប់អានគ្នាយើងអាចធ្វើជាបងប្អូនគ្នាបានព្រោះទោះបីមិនបានធ្វើក៏យើងជាសាច់ឈាមតែមួយទៅហើយយើងជាខ្មែរតែមួយសូមកុំភ្លេចថាខ្មែរយើងមានអរិយធម៌ដ៏ល្អផូរផង់មានទាំងវប្បធម៌ប្រពៃណីទំនៀមទម្លាប់អក្សរសាស្ត្រសាសនាដែលដូនតាយើងរក្សាទុកឲ្យដែលជាតិសាសន៍ដទៃច្រើនអត់មានហើយគេលួចគេប្លន់យកចិត្តអស់ហើយតែខ្មែរដូនតាខ្មែរនៅតែមានអធិពលបាទអធិពលរហូតដល់សពថ្ងៃនេះបាទចៅកំពុងតែដេកភ័យដូច្នេះយើងជាពលរដ្ឋខ្មែរមុននឹងទៅបង្ហាញគេថាខ្លួនឯងជាម្ចាស់ត្រូវតែមានចំណេះដឹងគ្រប់គ្រាន់ពេញលេញស្គាល់ខ្លួនឯងស្គាល់ប្រវត្តិខ្លួនឯងច្បាស់អាហ្នឹងបានទៅប្រាប់គេថាជាម្ចាស់គេជឿណាអញ្ចឹងវីដេអូនេះសូមចប់តែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតសម្រាប់បងប្អូនដែលចង់សួរអំពីបញ្ហាកីឡាគុណខ្មែរបែបណាកុំភ្លេច comment សួរឲ្យខ្ញុំនឹងធ្វើវីដេអូតបទៅបងប្អូនថាបងប្អូននៅឯនេះសមុទ្របងប្អូននៅខ្មែរក្រោមបងប្អូននៅខ្មែរលើបងប្អូននៅស្រុកសៀមស្រុកជប៉ុនកូរ៉េបាទនៅឯណាឲ្យតែបងប្អូនជា fan ហើយបានមើលឃើញវីដេអូនេះកុំភ្លេចចែករំលែកទាំងអស់គ្នាសូមអរគុណបាទ